ពីគេរេសាវីតាប្រកាសរៀបចំពិធីមង្គលការ3ថ្ងៃជាប់គ្នាគៀកថ្ងៃចូលរោងការពិធីការនីរេសាវីតាប្រកាសរៀបចំពិធីមង្គលការរបស់ខ្លួនរហូតដល់ទៅ3ថ្ងៃនៅខាងលើទឹកដីសៀមរាបដើម្បីចូលរួមនិងជួយផ្សព្វផ្សាយទេសចរណ៍សិល្បៈប្រពៃណីខ្មែរនិងអឺរ៉ុបពិធីមង្គលការរបស់រេសាវីតាត្រូវបានគេចាត់ទុកថាជាមង្គលការលេចធ្លោបំផុតសម្រាប់បំណាត់ឆ្នាំ2025នេះដោយសារតែនាងបានប្រកាសរៀបចំទៅដល់3ថ្ងៃជាប់គ្នារហូតធ្វើឲ្យទូការចាប់អារម្មណ៍ខ្លាំងពីមហាជនជាក់ស្ដែងកាន់តែគៀកថ្ងៃចូលមកដល់រេសាវីតាកាន់តែមានអារម្មណ៍ភ័យអព្រោះនេះជាពិធីមង្គលការក្នុងក្តីស្រមៃដែលនាងចង់បានបើតាមគម្រោងពិធីមង្គលការរបស់រេសាវីតានឹងរៀបចំឡើងនៅថ្ងៃទី18ដល់ថ្ងៃទី20ខែធ្នូឆ្នាំ2025នៅទឹកដីខេត្តសៀមរាបដោយពិធីនេះនឹងធ្វើឡើងរយៈពេល3ថ្ងៃនៅទីតាំងផ្សេងៗគ្នានិងបានត្រៀមអញ្ជើញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនចូលរួមអបអរសាទររេសាវីតាបានបញ្ជាក់ប្រាប់ថាមូលហេតុដែលនាងសម្រេចចិត្តរៀបចំពិធីមង្គលការរហូតដល់ទៅ3ថ្ងៃជាប់គ្នាគឺដោយសារតែនាងចង់ផ្សព្វផ្សាយទេសចរណ៍សិល្បៈប្រពៃណីខ្មែរនិងអឺរ៉ុបឲ្យអ្នករស់នៅក្រៅប្រទេសកាន់តែស្គាល់ពីកម្ពុជាទន្ទឹមជាមួយគ្នានេះផងដែររេសាវីតាទាំងបានរៀបចំប្រាប់អ្នកគាំទ្រមុនចូលរោងការថាក្តីស្រឡាញ់មិនមែនជាការហួងហែងតែជាការស្រឡាញ់គឺការអត់ឱនជាកន្លែងមានសុវត្ថិភាពជាការគោរពជាការបីបាច់ថ្នាក់ថ្នមនិងជាការព្យាបាលជាការជ្រោមជ្រែងនិងលើកទឹកចិត្តទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំមើលពិធីមង្គលការដ៏អស្ចារ្យរបស់ពិធីការនីនិងជាអតីតបវរកញ្ញាចក្រវាឡល្បីឈ្មោះរូបនេះ